Bismillahirrahmanirrahim តើបងប្អូនទាំងអស់គ្នាដឹងទេថាទសាវាគឺជាដំណក់ខ្មៅនៅពេលដែលទសាហ្នឹងវាចុចនៅក្នុងដួងចិត្តរបស់យើងពីមួយដំណក់ទៅមួយដំណក់ហើយកាន់តែយូរទៅវានឹងក្លាយជាមេដែកវាស្រូបទាញតែប្រការទសាប៉ុណ្ណោះអញ្ចឹងប្រសិនបើយើងស្ទាបស្ទង់ខ្លួនឯងរបស់យើងថាតើចង់ដឹងថាខ្លួនឯងរបស់យើងមានទសាច្រើនឬក៏អត់យើងមើលទៅកាន់ទង្វើរបស់យើងតើយើងខ្ជិលធ្វើឥបាដាតដែរឬទេខ្ជិលសម្យ៉ាងខ្ជិលស៊ីគៀតខ្ជិលសូត្រកូរ៉ានផ្សេងបើសិនជាយើងខ្ជិលធ្វើប្រការទាំងនោះគឺត្រូវដឹងថានៅក្នុងខ្លួនរបស់យើងគឺមានទសាច្រើនហើយទសាច្រើនទាំងនោះវានឹងក្លាយជាមេដែកដែលស្រូបទាញប្រការទសាបន្ថែមហើយវានឹងកាត់បន្ថយឥបាដាតវាកាត់បន្ថយទង្វើល្អរបស់យើងនៅក្នុងការធ្វើឥបាដាតអញ្ចឹងនៅក្នុងចំណុចនេះយើងត្រូវព្យាបាលវាឡើងវិញដោយចិត្តរបស់យើងដឹងខ្លួនឡើងវិញហើយតបបាត់ទៅចំពោះអល់ឡោះស៊ុបហានហូវតាឡាហើយព្យាយាមលុបបំបាត់ប្រការទសាចេញដោយយើងធ្វើប្រការល្អមានថាយើងបញ្ចូលប្រការល្អនៅក្នុងចិត្តរបស់យើងដូចជាការសូត្រកូរ៉ានដូចជាការស៊ីគៀតដូចជាការធ្វើឥបាដាតផ្សេងហើយដូចជាការសូឡាតឬក៏ឥបាដាតផ្សេងជាដើមអញ្ចឹងនៅពេលដែលយើងបង្កើតបាននៅឥបាដាតទាំងអស់ហ្នឹងនៅក្នុងដួងចិត្តរបស់យើងវានឹងក្លាយទៅជាមេដែកល្អវិញអញ្ចឹងមេដែកល្អហ្នឹងវានឹងស្រូបទាញឥបាដាតផ្សេងឲ្យយើងនឹងឧស្សាហ៍សូត្រកូរ៉ានឧស្សាហ៍ធ្វើឥបាដាតឧស្សាហ៍ស៊ីគៀតឧស្សាហ៍ធ្វើទង្វើល្អផ្សេងដែលអល់ឡោះស៊ុបហានហូវតាឡាបង្កប់បានវាហាក់បីដូចជាផ្កាឬក៏ដើមឈើអញ្ចឹងនៅពេលដែលយើងមិនចាក់ទឹកយូរទៅវានឹងងាប់មានន័យថាវានឹងងាប់វានឹងប្រែជាស្រពោនប៉ុន្តែប្រសិនបើយើងចាក់ទឹកវាជាប្រចាំយើងយកវាទៅដាក់នៅក្រោមពន្លឺថ្ងៃដើម្បីឲ្យវាស្រូបពន្លឺថ្ងៃទាំងនោះគឺជាសុទ្ធតែជាជីរបស់វាហើយសុទ្ធតែជាអ្វីដែលវាត្រូវការមនុស្សក៏អញ្ចឹងដែរអ្នកដែលមានជំនឿអ្នកដែលមានអ៊ីម៉ានឬក៏អ្នកអ៊ីស្លាមនៅពេលដែលគាត់មិនធ្វើប្រការល្អទេនៅពេលដែលគាត់មិនធ្វើប្រការតអាតទេឆៃតាននឹងអស់ទាញគាត់ទៅកាន់ធ្វើទង្វើដែលមិនល្អហើយវាបណ្ដាលឲ្យខ្លាយទៅជាចំណុចខ្មៅនៅក្នុងដួងចិត្តរបស់គាត់ដែលវា